Ba xong chụp đẹp xua tập ôn từng học kia thằng tí đập pi tí đập môi cái này kêu trong tranh nơi cầm nát sầm khăn không ca xe tay cái đấy cái nông rương hồng duyên chẳng rương hồng duyên vì miền ở sầm khăn chơi không ca xe tay cái đấy bọn ai giờ tới xe bàn đấy này rương hồng duyên nó chỉ rụp nơi không dịp hơn là tí đập pi sạc mai đập pi dưới nắng trong miền cái sầm khăn này khác មួយយើងអាចលើកសរសេរក្នុងតែងសេចក្តីបានដោយយើងអាចយកមកដាក់មកថាការស្វែងរកចំណេះដឹងដាក់ក្នុងខ្លួនការចាក់ចេញពីនគររបស់សវណ្ណកុមារបាទការមិនមានសេចក្តីអស់សង្ឃឹមក្នុងឆាកជីវិតឥឡូវហ្នឹងក៏ជាសំខាន់ដែរអញ្ចឹងពេលយើងសេតែងសេចក្តីយើងរៀបរាប់មកស្វែងរកចំណេះវិជ្ជានៅដាក់ខ្លួនពីណាគេណាសវណ្ណកុមារអញ្ចឹងមកបាទតមក វាមានសំខាន់ផ្សេងទៀតដូចជាការតស៊ូព្យាយាមក្នុងការជំនះរាល់ឧបសគ្គដែលកើតមានឡើងចំពោះមុខបាទអញ្ចឹងសវណ្ណកុមារហ្នឹងគាត់មានឧបសគ្គអីខ្លះអញ្ចឹងទៅមកការរក្សាភក្ដីភាពចំពោះគ្នាទៅវិញទៅមកដូចជាបតុមកេសរនិងសវណ្ណកុមារអញ្ចឹងមនុស្សត្រូវមានគំនិតច្នៃប្រឌិតធ្វើជាហង្សយន្តសម្រាប់ជាយានជំនិះបាទអញ្ចឹងកន្លែងហ្នឹងគឺសវណ្ណកុមារបានជ្រើសរើសជាងតងជាងផ្សេងៗហ្នឹងយកមកធ្វើហង្សហ្នឹងការជ្រើសរើសគូសកលតាមតម្រូវការរបស់ខ្លួនផ្ទុយពីទស្សនៈនំធម្មធានាអញ្ចឹងសវណ្ណកុមារហ្នឹងក៏ជ្រើសរើសភរិយារបស់ខ្លួនហ្នឹងដោយមិនយកភរិយាក្រមអាវ៉ាត់101នគរទេគឺជ្រើសរើសនារីណាដែលខ្លួនពេញចិត្តបាទពេញចិត្តអញ្ចឹងក៏គាត់សម្រេចចិត្តជិះហង្សយន្តហ្នឹងដើរមួយទៀតគឺការចេះឲ្យតម្លៃគ្នាទៅវិញទៅមកបាទឲ្យតម្លៃគ្នាទៅវិញទៅមកដូចជាចៅក្រឹស្នកុមារហ្នឹងហើយនឹងបតុមកេសរហ្នឹងគឺពេលរៀបការហើយហ្នឹងគឺមានការយល់សុបិនយល់ពីនិមិត្តរបស់សត្វឆ្មាសត្វពពែទៅក៏យកយល់គ្នាទៅវិញទៅមកចេះឲ្យតម្លៃគ្នាទៅដោយស្គាល់ម្ដាយនិងកូននេះចឹងទៅទាំងអស់នេះហើយគឺជាគំនិតសំខាន់ដែលយើងអាចសរសេរតែងសេចក្តីបានណាគ្រប់តែងសេចក្តីទាំងអស់ដោយយកគំនិតសំខាន់ទាំងអស់នេះទៅសរសេរតែងសេចក្តីបាទសូមអរគុណ